បងប្អូនអរគ្នាស្គាល់សត្វនេះអត់នេះបងប្អូនហើយជាបានស្គាល់នេះគឺជាសត្វឥន្ទ្រីតើបងប្អូនមានដឹងថាសត្វឥន្ទ្រីមានប្រវត្តិនិងរឿងរ៉ាវបែបណាខ្លះចឹងនៅក្នុងថ្ងៃនេះខ្ញុំបានគិតថាប្តីនឹងនាំពុកម៉ែបងប្អូនទៅដឹងអំពីប្រវត្តិរបស់សត្វឥន្ទ្រីថាតើមូលហេតុអីបានជាសត្វឥន្ទ្រីគេចាប់ទុកថាគឺជាស្ដេចបក្សីនិងជាសត្វដ៏ឆ្លាតហើយជុំវិញពិភពលោកគេតែងតែយករូបឥន្ទ្រីឬក៏រឿងរ៉ាវអំពីជីវិតសត្វឥន្ទ្រីខ្លះៗយកមកប្រើប្រាស់នៅក្នុងជីវិតនៃការរស់នៅប្រចាំថ្ងៃបន្តតែម្ដងចឹងចង់ដឹងថាតើប្រវត្តិរបស់សត្វឥន្ទ្រីមានរឿងរ៉ាវជីវិតខ្សែជីវិតជូរចត់បែបណាខ្លះតើឥឡូវទៅស្ដាប់អរគ្នាជាមួយខ្ញុំបាទបន្តតែម្ដងបងប្អូនព្រោះថាប្រវត្តិសត្វឥន្ទ្រីគឺស្ដាប់ហើយគឺជក់ចិត្តខ្លាំងមែនទែនតើឥឡូវយើងទៅស្ដាប់អរគ្នាជាមួយនឹងប្រវត្តិរឿងរ៉ាវរបស់សត្វឥន្ទ្រីបាទតើហេតុអីបានជាសត្វឥន្ទ្រីត្រូវបានគេចាត់ទុកថាជាស្ដេចបក្សីដ៏ខ្លាំងក្លានិងឆ្លាតវៃបំផុតតើខ្សែជីវិតពិតរបស់វាចាប់តាំងពីកើតរហូតដល់ស្លាប់មានដំណើររឿងបែបណាខ្លះវដ្តជីវិតនិងអាចកំបាំងនៃស្ដេចបក្សីឥន្ទ្រីចាប់តាំងពីសម័យបុរាណកាលមកមនុស្សជាតិទៅជុំវិញពិភពលោកតែងតែចាត់ទុកសត្វឥន្ទ្រីជាសត្វតំណាងឲ្យភាពខ្លាំងក្លាសេរីភាពមហិច្ឆតានិងប្រាជ្ញាពីរូបសញ្ញាលើទង់ជាតិអាណាចក្ររ៉ូម៉ាំងរហូតដល់និមិត្តរូបជាតិជុំវិញពិភពលោកគ្មានបក្សីណាដែលអាចដណ្ដើមតំណែងស្ដេចនៃវេហាពីសត្វឥន្ទ្រីបានឡើយប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យសត្វឥន្ទ្រីខ្លាំងក្លានិងឆ្លាតវៃក្នុងការរស់នៅយ៉ាងនេះតើជីវិតពិតរបស់វានៅក្នុងព្រៃជ្រៅនិងនៅលើកំពូលភ្នំខ្ពស់ដាច់ស្រយាលពីមនុស្សមានអាចកំបាំងអ្វីខ្លះថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅតាមដានកម្រងជីវិតពិតដ៏លម្អិតរបស់សត្វឥន្ទ្រីចាប់តាំងពីវិនាទីដំបូងដែលវាញាស់ចេញពីសម្បកពងឆ្លងកាត់សមរភូមិជីវិតដ៏ឃោរឃៅរហូតដល់ដង្ហើមចុងក្រោយរបស់វាកត្តាជីវសាស្ត្រហេតុអ្វីបានជាវាខ្លាំងនិងឆ្លាតមុននឹងឈានទៅដល់វដ្តជីវិតរបស់វាយើងត្រូវយល់ពីអាវុធធម្មជាតិនិងប្រាជ្ញាដែលធ្វើឲ្យវាមានប្រៀបជាងសត្វដទៃទី1គឺភ្នែកឥន្ទ្រី Eagle Eyes ភ្នែករបស់វាមានទំហំធំធៀបនឹងក្បាលរបស់វាហើយវាមានកោសិកាទទួលពន្លឺក្រាស់ជាងភ្នែកមនុស្សដល់ទៅ5ដងវាអាចសម្លឹងឃើញសត្វកណ្ដុរឬទន្សាយតូចមួយដែលកំពុងរត់ពីចម្ងាយ3ទៅ5គីឡូម៉ែត្រយ៉ាងច្បាស់ក្រឡែតអ្វីដែលឆ្លាតវៃនោះគឺវាមានចំណុចកំហើញ2 fovea ក្នុងភ្នែកតែមួយដែលអនុញ្ញាតឲ្យវាសម្លឹងទៅមុខផងនិងមើលទៅចំហៀងក្នុងពេលតែមួយបានយ៉ាងហ្មត់ចត់ទី2គឺក្រញាំជើង Picket Talons ក្រញាំជើងរបស់ឥន្ទ្រីមានកម្លាំងសង្កត់ខ្លាំងជាងដៃមនុស្សពេញកម្លាំងរហូតដល់400ផោនក្នុងមួយអ៊ីងការ៉េ PSI ដែលខ្លាំងជាងកម្លាំងខាំរបស់សត្វឆ្កែខាំទៅទៀតនៅពេលវាចាប់ចំណីឆ្អឹងខ្នងរបស់ចំណីនឹងត្រូវបាក់ភ្លាមទី3គឺប្រាជ្ញាក្នុងការប្រើប្រាស់ធម្មជាតិឥន្ទ្រីគឺជាអ្នកជំនាញខាងរូបវិទ្យាខ្យល់ពួកវាមិនសូវប្រើកម្លាំងបក់ស្លាបឡើយប៉ុន្តែពួកវាឆ្លាតវៃក្នុងការស្វែងរកចរន្តខ្យល់ក្តៅ thermal updrafts ដើម្បីយងខ្លួនឲ្យហោះបានខ្ពស់រាប់ពាន់ម៉ែត្រដោយគ្រាន់តែលាតស្លាបចោលដែលជួយសន្សំសំចៃថាមពលបានយ៉ាងមហាសាលសម្រាប់ការប្រមាញ់ជីវិតនិងការចាប់កំណើតនឹងសមរភូមិរវាងបងប្អូនខ្សែជីវិតរបស់ស្ដេចបក្សីចាប់ផ្ដើមនៅលើទីខ្ពស់បំផុតមេនិងបាឥន្ទ្រីតែងតែសង់សម្បុកអេរីរបស់ពួកគេនៅលើកំពូលឈើខ្ពស់ឬនៅលើច្រាំងថ្មចោតដែលសត្វដទៃមិនអាចឡើងទៅដល់សម្បុកទាំងនេះមានទំហំធំធេងណាស់ជួនកាលមានមុខកាត់រហូតដល់3ម៉ែត្រនិងទម្ងន់ជិត1តោនជាទូទៅមេឥន្ទ្រីពងម្ដងបានតែ2ទៅ3គ្រាប់ប៉ុណ្ណោះបន្ទាប់ពីក្រាបអស់រយៈពេលប្រហែល40ថ្ងៃកូនឥន្ទ្រីតូចៗនឹងញាស់ចេញមកប៉ុន្តែសមរភូមិជីវិតរបស់វាចាប់ផ្ដើមតាំងពីវិនាទីដំបូងនេះឯងនៅក្នុងពិភពលោករបស់ឥន្ទ្រីមានបាតុភូតមួយដែលអ្នកវិភាគធម្មជាតិហៅថា Cannibalism ឬការសម្លាប់បងប្អូនឯង Siblicide កូនឥន្ទ្រីដែលញាស់មុនតែងតែមានទំហំធំជាងនិងខ្លាំងជាងនៅពេលមេបាយកោចំណីមកដល់កូនច្បងនឹងវាយប្រហារចឹកនឹងរុញច្រានកូនប្អូនមិនឲ្យស៊ីចំណីឡើយអ្វីដែលខ្លោចចិត្តនោះគឺមេនិងបាឥន្ទ្រីឈរមើលសកម្មភាពនេះដោយមិនលូកដៃជួយឡើយប្រសិនបើចំណីមានការខ្វះខាតកូនប្អូននឹងត្រូវដាច់ពោះស្លាប់ឬត្រូវកូនច្បងចឹកសម្លាប់នៅក្នុងសម្បុកនោះតែម្ដងនេះជាច្បាប់ដ៏ឃោរឃៅនៃធម្មជាតិមានតែអ្នកដែលខ្លាំងបំផុតម្នាក់គត់ដែលសមនឹងរស់ធ្វើជាស្ដេចមេឃជីវិតជំហានដំបូងនិងការរៀនហោះហើរនៅអាយុប្រហែល10ទៅ12សប្តាហ៍កូនឥន្ទ្រីលែងជាកូនបក្សីទុនជ្រាយទៀតហើយវាដុះស្លាប់ពេញលេញប៉ុន្តែវានៅតែភ័យខ្លាចក្នុងការចាក់ចេញពីសម្បុកនេះជាដំណាក់កាលដែលហៅថាការហ្វឹកហាត់ហោះហើរ fletching ដើម្បីជំរុញកូនមេបាឥន្ទ្រីនិងចាប់ផ្ដើមបន្ថយការផ្ដល់ចំណីនៅក្នុងសម្បុកពួកវានឹងយកចំណីទៅឈរនៅមែកឈើជិតៗនោះរួចស្រែកហៅកូនឥន្ទ្រីត្រូវតែយកឈ្នះភាពភ័យខ្លាចនៃកម្ពស់រាប់រយម៉ែត្រវាចាប់ផ្ដើមលោតនិងបកស្លាបឡើងលើអាកាសជាលើកដំបូងជំហានដំបូងនេះមានគ្រោះថ្នាក់បំផុតប្រសិនបើស្លាបរបស់វាមិនទាន់មានកម្លាំងគ្រប់គ្រាន់វាអាចនឹងធ្លាក់ទៅបោកនឹងថ្មខាងក្រោមស្លាប់នៅពេលវាហោះបានហើយវានៅតែត្រូវរស់នៅជាមួយឪពុកម្ដាយរបស់វាប្រហែល1ទៅ2ខែទៀត
ដើម្បីរៀនពីយុទ្ធសាស្ត្រប្រមាញ់របៀបអានខ្សែខ្យល់របៀបឆ្មក់ចាប់ចំណីពីលើមេឃនិងរបៀបការពារខ្លួនពីសត្វដទៃបន្ទាប់ពីនោះមេបាននឹងដេញវាចេញពីដែនដីជាដាច់ខាតដើម្បីឲ្យវាទៅស្វែងរកជីវិតឯករាជ្យផ្ទាល់ខ្លួនជីវិតការស្វែងរកគូស្រករនិងរបាំសេចក្តីស្លាប់លើអាកាសនៅអាយុប្រហែល 4 ទៅ 5 ឆ្នាំឥន្ទ្រីបានឈានចូលដល់វ័យពេញលេញ mature នេះជាពេលវេលាដែលវាត្រូវស្វែងរកដែនដីផ្ទាល់ខ្លួន territory និងស្វែងរកដៃគូជីវិតសត្វឥន្ទ្រីគឺជាសត្វមួយក្នុងចំណោមសត្វតិចតួចបំផុតនៅលើโลกដែលអនុវត្តលទ្ធិឯកពន្ធនភាព monogamous ពលគឺស្មោះត្រង់មួយដឹងមួយរស់នៅជាមួយដៃគូតែមួយគត់អស់មួយជីវិតរហូតដល់មានម្ខាងស្លាប់ប៉ុន្តែដើម្បីជ្រើសរើសដៃគូដែលសមស្របពួកវាត្រូវឆ្លងកាត់ការសាកល្បងដ៏គ្រោះថ្នាក់បំផុតមួយដែលគេហៅថារបាំមេឃនៃក្តីស្រឡាញ់ Sky Dance Courtship Display ឥន្ទ្រីញីនិងឥន្ទ្រីឈ្មោលនឹងហោះទៅកាន់កម្ពស់ដ៏ខ្ពស់រួចទម្លាក់ខ្លួនចុះមកក្រោមក្នុងល្បឿនជាង200គីឡូម៉ែត្រក្នុង1ម៉ោងនៅពាក់កណ្ដាលអាកាសពួកវានឹងភ្ងឺខ្លួនផ្ដាច់ក្រញាំជើងចាក់សោកជាប់គ្នាជាប់រួចបណ្ដោយឲ្យរាងកាយទាំងពីរធ្លាក់មកក្រោមដូចជាដុំថ្មដោយបង្វិលខ្លួនជាច្រើនជុំប្រសិនបើភាគីណាមួយភ័យខ្លាចហើយប្រឡែងដៃមុនឬមិនមានតុល្យភាពពួកវាអាចនឹងធ្លាក់បោកក្បាលស្លាប់ជាមួយគ្នាការសាកល្បងនេះគឺដើម្បីបញ្ជាក់ពីភាពក្លាហានកម្លាំងកាយនិងការទុកចិត្តគ្នាទៅវិញទៅមកជាដាច់ខាតមុននឹងចាប់ដៃគ្នាបង្កើតគ្រួសារថ្មីទេវកថានៃការផ្លាស់ប្ដូររូបរាងនិងការពិតវិទ្យាសាស្ត្រនៅលើបណ្ដាញសង្គមនិងក្នុងសៀវភៅលើកទឹកចិត្តជាច្រើនតែងតែមានរឿងនិទានដ៏ល្បីល្បាញមួយនិយាយថានៅអាយុ40ឆ្នាំឥន្ទ្រីត្រូវហោះទៅលើកំពូលភ្នំខ្ពស់ដកក្រញាំជើងខ្លួនឯងបោកចំពោះនឹងថ្មឲ្យបាក់នឹងដករោមខ្លួនឯងចេញទាំងអស់ដើម្បីរងចាំដុតថ្មីរស់បាន30ឆ្នាំទៀតទោះបីជារឿងនេះជាការប្រៀបប្រដូចដ៏ល្អសម្រាប់មេរៀនជីវិតរបស់មនុស្សប៉ុន្តែនៅក្នុងការពិតវិទ្យាសាស្ត្របាតុភូតដ៏រន្ធត់បែបនេះមិនកើតឡើងឡើយប្រសិនបើសត្វឥន្ទ្រីធ្វើបែបនោះវានឹងត្រូវដាច់ពោះស្លាប់ឬឆ្លងរោគស្លាប់ក្នុងរយៈពេល 2-3 ថ្ងៃជាមិនខានការពិតជាក់ស្ដែងឥន្ទ្រីឆ្លាតវៃជាងនេះពួកវាថែរក្សាចម្ពោះនិងក្រញាំរបស់វាដែលការខាត់នឹងថ្មជារៀងរាល់ថ្ងៃចំណែកឯរោមស្លាប់របស់វាមិនដកម្ដងទាំងអស់ឡើយប៉ុន្តែវាមានដំណើរការជំរុះរួមផ្លាស់ប្ដូរ molting យឺតពេញមួយឆ្នាំម្ដងមួយសរសៃម្សៅដើម្បីធានាថាវានៅតែមានស្លាបគ្រប់គ្រាន់សម្រាប់ហោះហើរនិងប្រមាញ់ចំណីជានិច្ចទោះបីជាវាកំពុងស្ថិតក្នុងវ័យចំណាស់ក៏ដោយនេះបង្ហាញពីភាពឆ្លាតវៃខាងសេរីវិទ្យាដែលធម្មជាតិបានផ្ដល់ឲ្យវាជួរៀបភាពនឹងដង្ហើមចុងក្រោយរបស់ស្ដេចមេឃឬស្ដេចបក្សីឥន្ទ្រីនៅក្នុងធម្មជាតិសត្វឥន្ទ្រីមានអាយុកាលជាមធ្យមពី20ទៅ30ឆ្នាំហើយអាចរស់បានរហូតដល់50ឆ្នាំប្រសិនបើរស់នៅក្នុងកែវថែរក្សារបស់មនុស្សនៅពេលវ័យជរាមកដល់កម្លាំងស្លាប់របស់វាក៏ចាប់ផ្ដើមចុះខ្សោយភ្នែកដែលធ្លាប់តែមុតស្រួចដូចភ្លេចបន្ទោក៏ចាប់ផ្ដើមស្រអាប់ការប្រមាញ់ចំណីកាន់តែពិបាកទៅនៅក្នុងពិភពលោកនៃសត្វព្រៃឥន្ទ្រីដឹងខ្លួនឯងច្បាស់ណាស់នៅពេលដែលថ្ងៃចុងក្រោយរបស់វាមកដល់នៅពេលដឹងខ្លួនថាมันអាចហោះហើរប្រជែងនឹងខ្យល់បានទៀតឡើយវានឹងមិនដេកយំសោកសង្រេងនោះទេឥន្ទ្រីចាស់នឹងស្វែងរកទីកន្លែងដ៏ស្ងប់ស្ងាត់មួយប្រកបដោយភាពថ្លៃថ្នូរអាចជាលអាំងថ្មដាច់ស្រយាលឬនៅក្រោមគល់ឈើធំដែលវាធ្លាប់រស់នៅវាឈប់ស៊ីចំណីវានឹងសម្លឹងមើលទៅមេឃខៀវជាលើកចុងក្រោយរំលឹកដល់រាល់ការហោះហើរដ៏មានសេរីភាពរួចក៏បិទភ្នែកដកដង្ហើមចុងក្រោយបន្សល់ទុកនៅរាងកាយឲ្យរលាយចូលទៅក្នុងផែនដីវិញរូបរាងរបស់វាអាចនឹងរលាយបាត់ប៉ុន្តែស្មារតីរបស់ស្ដេចឥន្ទ្រីភាពក្លាហានការតស៊ូចាប់តាំងពីថ្ងៃដំបូងនៅក្នុងសម្បុករហូតដល់ការហោះហើរដ៏ខ្ពង់ខ្ពស់នឹងនៅតែជាកេរដំណែលដ៏អស្ចារ្យមិនចេះរីងស្ងួតនៅក្នុងពិភពលោកធម្មជាតិដ៏ធំធេងនេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូឯកសារជីវិតដ៏ស៊ីជម្រៅមួយនេះសូមបញ្ចេញមតិយោបល់របស់អ្នកប្រសិនបើអ្នកទទួលបានការបំផុសគំនិតពីខ្សែជីវិតរបស់ស្ដេចបក្សីឥន្ទ្រីសូមជម្រាបលាបាទអ្នកទាំងអស់គ្នាបានស្ដាប់នៅប្រវត្តិរឿងរ៉ាវរបស់សត្វឥន្ទ្រីមានអារម្មណ៍មិនដែរបាទខ្ញុំបានស្ដាប់ហើយមានអារម្មណ៍រំភើបជាមួយនឹងខ្សែជីវិតរបស់សត្វឥន្ទ្រីប៉ុន្តែអ្វីដែលយើងបានដឹងពីប្រវត្តិនៃសត្វឥន្ទ្រីផ្ទាល់គឺសត្វឥន្ទ្រីអាចរស់នៅបានរហូតដល់បាទ60ឆ្នាំ70ឆ្នាំជាងហើយបទពិសោធន៍របស់សត្វឥន្ទ្រីគឺវាឆ្លាតដែរអញ្ចឹងបានជាសត្វឥន្ទ្រីទៅបានជុំវិញពិភពលោកតែម្ដងគេយករូបវាជាតំណាងមានន័យថាធៀបពិតទៅបើគេគិតឲ្យចំមនុស្សជាងឆ្លាតជាងសត្វប៉ុន្តែក៏មានចំណុចមួយចំនួនដែលយើងត្រូវរៀនពីសត្វដើម្បីគេហៅថាមកផ្លាស់ប្ដូរជីវិតរបស់យើងដូចគ្នាអញ្ចឹងអ្នកនរគ្នាបានស្ដាប់ប្រវត្តិសត្វឥន្ទ្រីមានអារម្មណ៍មិនដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតហើយបញ្ជាក់មួយទៀតបងប្អូនសត្វឥន្ទ្រីក៏វាស្មោះស្នេហ៍ដូចជាសត្វគីងកងដែរបាទអញ្ចឹងបងប្អូនណាខ្លះដែលចង់បានស្នេហាស្មោះបើចង់បានស្នេហាស្មោះកុំភ្លេចបាទ100ខ្ញុំអំពើខ្ញុំជំនួសស្មោះស្នេហ៍អរគុណបាយបាយ